បាទសម្រាប់សួរពុកម៉ែបងប្អូនសូមស្វាគមន៍កាន់ Channel ទូងោថ្នមស្នេហ៍បាទមួយគ្រឿងនេះគឺជាសិស្សប្អូនរបស់វីរៈបរោះធុនជីដែលត្រូវយកទៅទីក្រុងភ្នំពេញបាទប៉ុន្តែមិនទាន់រួចរាល់ទេបាទគឺយើងបានចាប់កងបាទហើយដោយជាងធរេកប្របកែវធេកសុផលបាទឃើញថាដំណើរការនៃការសង់ទូកគឺត្រូវបានដាក់មួយអន្លើសិនដោយរងចាំក្តារទឹកក្រាបហើយនឹងឈើក្បាលនឹងកំសៃបាទដើម្បីយកមកបំពាក់សាងសង់ជាការស្រេចបាទឃើញថាទស្សនភាពនៃទូកគឺមានភាពស្រស់ស្អាតបាទនេះមកដល់ខាងកំសៃហើយបើយើងក្រឡេកមើលពីម្ខាងនៃសាច់ឈើនៃទូកដែលបានបើករួចរាល់ហើយនេះពីខាងតងកន្ត្រៃទៅខាងរំពេនៃទូកឃើញមានសភាពស្អាតការចាប់កងបាទក៏តាមក្បួនតាមຂະຫນាត់មានរបៀបរៀបរយល្អសាច់ទូកបើកបានស្អាតបាទពេលពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺសាច់ទូកបើកបានស្អាតល្អហើយយើងមើលទៅខាងមុខរត់តែស្រស់ស្អាតទៀតបាទនេះយើងមកមើលនៅចំណុចនេះគឺជាងបានចាប់កងបាទបានស្អាតមែនតែនបាទនេះរហូតមកដល់ខាងមុខបាទទូកក៏ស្អាតទេសភាពក៏ស្អាតទាំងអស់តែម្ដងបាទទូកមួយគ្រឿងនេះរាងស្អាតណាស់បាទរៀងរើសំសួនល្អណាស់ទូកមួយគ្រឿងនេះបាទមើលខាងក្នុងសាច់មាសស្អាតមែនតែនបើកំសាយវិញរៀងបោះស្អាតណាស់បាទទូកនេះហ៊ានធានាថានៅពេលដែលតបាទនឹងកំសាយឲ្យដាក់ក្តារក្រាបគឺរៀងគឺស្អាតតែម្ដងទូកនេះបាទបើយើងគ្រាន់តែមើលតែទស្សនភាពដែលមិនទាន់បានដំឡើងគឺស្អាតប៉ុណ្ណេះទៅហើយបាទនេះជាទស្សនភាពមួយផ្នែកនៅខាងលើតែបើយើងក្រឡេកមើលរៀងនៅខាងបាតទូកនេះខាងក្រោមគឺមានសភាពស្អាតបាទទស្សនភាពគឺស្អាតតែម្ដងចំហៀងនៃទូករៀងទាំងមូលពីចំហៀងគឺកំសៃបោះឲ្យល្អហើយយើងមើលពីចំហៀងពីខាងក្រោមនេះចំណុចខាងនេះទៀតបាទរៀងរឹតតែស្រស់ស្អាតបាទសូមអរគុណច្រើនសូមជម្រាបលាសូមគោរពជូនពរបងប្អូនទាំងអស់ដែលបានតាមដានទស្សនាវីដេអូនេះសូមជួបតែពុទ្ធពរ4ប្រការយុវណៈសុខៈពលៈកុំបីឃ្លីឡើយសូមអរគុណបាទបងប្អូនទាន់បាន like ឬក៏ subscribe channel ទូងោថ្នមស្នេហ៍សូមជួយ subscribe អ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីបាទជម្រាបលាសូមអរគុណ